នាងខ្ញុំសូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel អេសីទំនាយមើលខ្សែបាត់ដៃនៅក្នុងវីដេអូនេះនាងខ្ញុំនឹងបង្ហាញអំពីអត្ថន័យនៃសញ្ញាផ្កាឈប់នៅលើបាតដៃមិនថានៅបាតដៃខាងឆ្វេងឬខាងស្ដាំមិនថានៅត្រង់ណានោះឡើយចំពោះគុណសម្បត្តិអ្នកដែលមានបាតដៃសញ្ញាផ្កាឈប់រួមមានទី1គឺជាមនុស្សដែលចូលចិត្តសាងបុណ្យកុសលចូលចិត្តជួយអ្នកដទៃធ្វើបុណ្យដែលជ្រះថ្លាអស់ពីចិត្តព្រមទាំងជួយគេដោយមិនរំពឹងការតបស្នងឡើយចំណុចទី2គឺជាមនុស្សដែលធ្លាប់បានសាងបុណ្យកុសលមកច្រើនធ្លាប់កើតជាទេវតាឬជាមនុស្សឋានទៀតផងចំណុចទី3នោះគឺជាមនុស្សដែលមានចិត្តល្អចិត្តមេត្តាជាមនុស្សដែលឆាប់អាណិតជួយអ្នកដទៃចំណុចទី4គឺជាមនុស្សដែលមានបុណ្យបារមីពីអតីតជាតិមកដែលនិយាយបានថាគឺជាមនុស្សដែលបានសន្សំបុណ្យមកតជាតិចំណុចទី5គឺជាបុគ្គលដែលមានបុណ្យចាស់ឬទ្រព្យចាស់តាមឲ្យផលនៅពេលចាស់ទៅឬនៅក្នុងពេលណាមួយចំពោះគុណវិបត្តិវិញនោះគឺមានបងប្អូនជាច្រើនបានឆ្ងល់ថាខ្ញុំមានបាត់ដៃសញ្ញាផ្កាឈប់ដែរក៏ប៉ុន្តែហេតុអ្វីក៏បុណ្យមិនជួយឬក៏ហេតុអ្វីក៏ចិត្តនេះខ្ញុំអភ័ព្វម្លេះចំណុចទី1នោះគឺដោយសារតែគាត់ធ្លាប់ជាមនុស្សឋានដែលមានកម្មចាស់ត្រូវចុះមកទូកទាត់ត្រូវចុះមកសងកម្មព្រមទាំងខំសាងបុណ្យសាងបារមីបន្តបន្ថែមទៀតចំណុចទី2នោះគឺជាមនុស្សដែលកំសត់លំបាកតាំងតែពីក្មេងមកចំណុចទី3គឺជាមនុស្សដែលស្មោះត្រង់ពេកច្រើនតែចាញ់បោកគេចំណុចទី4នោះគាត់គឺជាមនុស្សដែលចូលចិត្តតស៊ូខិតខំប្រឹងប្រែងដោយខ្លួនឯងដោយមិនចាំបាច់ពឹងពាក់ទៅលើអ្នកដទៃនោះឡើយដែលអាចនិយាយបានថាគាត់គឺជាមនុស្សដែលមិនចាយបុណ្យចាស់គឺខំសាងបុណ្យថ្មីបន្ថែមទៀតព្រមទាំងធ្លាប់ប្រាថ្នាឲ្យរួចចាក់ផុតទុក្ខថែមទៀតផងដែលជាសេចក្តីសុខជានិច្ចនិរន្តរ៍នោះគឺព្រះនិព្វាន